រនសោះស្ដីទៅកាន់បងប្អូនអរគ្នាដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងបងប្អូនអរគ្នាសុខសប្បាយទេតែសម្រាប់ខ្ញុំមិនសូវជាសុខហើយក៏មិនសូវជាសប្បាយដែរបាទធម្មតាទេអញ្ចឹងបន្ទាប់ពីបាត់ខ្ញុំមួយអាទិត្យមិនមួយរយៈមួយអាទិត្យគឺឥឡូវនេះខ្ញុំបានត្រឡប់មកវិញទៀតហើយជាមួយនឹងវីដេអូថ្មីអញ្ចឹងខ្ញុំទៅលើភ្នំទៀតហើយខ្ញុំមិនមែនទៅបោះតង់ទៅគេងនៅនឹងមកយកពីយកអីទេហើយក៏បានទៅធ្វើអីហូបដែរវីដេអូនេះគាត់ថាអង្គុយលេងឡើងលេងឲ្យស្គាល់តំបន់ហ្នឹងអញ្ចឹងណាហើយភ្នំដែលខ្ញុំទៅហ្នឹងគេហៅថាស្វាយសានៅហ្នឹងគេហៅស្វាយសាហ្នឹងអីព្រោះខ្ញុំមិនដឹងថាជានៅហ្នឹងឈ្មោះស្រុកឬក៏មិនទេតែនៅហ្នឹងគឺកកស្វាយសាបាទខ្ញុំស្គាល់តែប៉ុណ្្នឹងទេហើយខ្ញុំលើកទៅអង្គុយលេងតែអីនៅហ្នឹងទៅហើយវីដេអូក៏អត់មានអីច្រើនទេបងប្អូនអើយមានតែប៉ុណ្្នឹងឯងអញ្ចឹងទស្សនាមើលតមើលតទៀតបាទច្រឡំអញ្ចឹងតោះមើលតទៀតហើយមកដល់កន្លែងនេះខ្ញុំក៏បានសាកដាក់ទូរស័ព្ទលើពីមុខចេះម្ដងបាទមើលទៅវារៀងតំណងដែរតែគាត់ថាវាថ្មីដែរសម្រាប់ខ្ញុំមិនដែរធ្វើអញ្ចឹងទេធ្វើទៅកាន់វាថតតែឥឡូវយើងដាក់ចោលអញ្ចឹងទៅឥឡូវជិះទៅតាមផ្លូវអីបងប្អូនមើលបានភ្នំនៅតាមហ្នឹងវាស្អាតមេឃវាបើកថ្ងៃព្រះអាទិត្យលិចហ្នឹងថ្ងៃចាំងម៉ោង3ម៉ោង4ហ្នឹងខ្លាំងមែនតើមើលថ្ងៃមែនតើហើយខ្ញុំក៏បានទៅពីរនាក់គ្នាខ្ញុំទៅដែលទេអត់មានឆ្ងាយយ៉ាបង្ហាញនំមួយសិនយ៉ាបន្តមកទៅមុខគេឲ្យខ្ញុំមកចូលសលេងមកធ្វើវីដេអូនេះទាំងឈឺទេអត់នេះទេស្រួលមកនេះពិបាកណាមួយរវល់ធ្វើការធ្វើអីផងខ្ញុំតែអត់សូវមានពេកហើយនេះជាអត់មានអីនិយាយទេបងប្អូនមានតែប៉ុណ្្នឹងបងប្អូនទស្សនាមើលទៀតជិះតាមនឹងទៅវិញតាមផ្លូវចេញទៅតាមផ្លូវជាតិទៅវិញឬក៏មិនខ្ញុំមកសួរឯងយើងទៅវិញយើងទៅតាមផ្លូវជាតិឬក៏ទៅសុខចិត្តបកទៅឲ្យវិញទៅអាឡាមផ្លូវទូផ្លូវស្ងាត់ស្ដាយអើយដីបោះគេ
គាត់អាកន្លែងពត់ច្រើនជាងពីច្រើនកន្លែងអគិសនីឲ្យកន្លែងពត់ធំជាងកន្លែងអគិសនីណាឈ្មោះមិញដឹងកន្លែងគាត់ដឹងដីគាត់អត់ដីគាត់ឡើងវាស្អាតណាឈ្មោះតែស្នាយណាយកបានទីយកមកស៊ីហ្នឹងណាមកតែត្រឹមអង្គុយលេងមកគ្នាហើយមកដល់កន្លែងនេះគឺខ្ញុំបានផ្លោះលបងដើម្បីចូលទៅក្នុងដីវាលហ្នឹងដើម្បីឡើងទៅលើភ្នំគួយលេងហ្នឹងហើយខ្ញុំដើរលេងតែជាមួយតែ2នាក់ពូម៉ាក់ខ្ញុំទេបងប្អូនអើយហើយមិនចាំបាច់ឆ្ងល់ហើយនិយាយមួយគ្នាបរោះមិនបរោះអីបងប្អូនកុំបកកាយបកានអីពួកខ្ញុំតែប៉ុណ្្នឹងទេតាំងពីដើមមកហើយជារាប់អានគ្នានិយាយស្ដីតែប៉ុណ្្នឹងហ្មងនិយាយទៅតែប៉ុណ្្នឹងហើយនៅមានមិត្តភក្តិច្រើនទៀតតែគាត់តែគេអត់ទាន់មានពេលដើម្បីដើរមួយយើងអញ្ចឹងណាយើងមានតែ2នាក់ហើយអធិស្ឋានមែនសម្រាប់បងប្អូនដែលលឺសលេងរំខានដល់ពេលដែលខ្ញុំចូលសលេងនេះ voice over នេះលឺសលេងក្មេងស្រែកឬក៏សលេងកាត់ដៃកាត់អីហ្នឹងគឺគេធ្វើផ្ទះចិត្តផ្ទះខ្ញុំហើយក្មេងស្រែកហ្នឹងគឺប្អូនខ្ញុំទេខ្ញុំនៅក្នុងកន្លែងដេកនៅក្នុងកន្ទប់ដេកហើយបាទអធិស្ឋានមែនមានមើលលេងមានតែប៉ុណ្្នឹងទេហើយទៅទៀតក៏ចាប់ដែរហើយពេលដែលបានពេលដែលចាប់ហ្នឹងពេលដែលត្រឡប់មកផ្ទះវិញហ្នឹងក៏អត់បានថតអត់បានអីដែរបងប្អូនអើយថតតែពេលឡើងហ្នឹងទេហើយវីដេអូនេះគឺអស់ត្រឹមណាចប់ត្រឹមហ្នឹងហើយបាទអរគុណមែនតើជម្រាបលា